នេះគឺជា10ចំណុចដែលឆ្លុះបញ្ចាំងពីទស្សនវិជ្ជាសង្គមកម្ពុជានាពេលបច្ចុប្បន្នមួយអំពើពុករលួយជាប្រព័ន្ធអំពើពុករលួយនៅតែជាឧបសគ្គធំជាងគេសម្រាប់ការអភិវឌ្ឍវាកើតមានចាប់តាំងពីកម្រិតទាបការសូកប៉ាន់តាមដងផ្លូវឬសេវាសាធារណៈតូចតាចរហូតដល់កម្រិតខ្ពស់ការទិញលក់តំណែងនិងការខុបខិតក្នុងគម្រោងវិនិយោគធំៗវាធ្វើឲ្យអ្នកមានអំណាចនិងអ្នកមានទ្រព្យសម្បត្តិទទួលបានអត្ថប្រយោជន៍លើសលប់ពីច្បាប់បញ្ហាដីធ្លីនិងការបណ្ដេញចេញដោយបង្ខំចំនួនដីធ្លីរវាងពលរដ្ឋក្រីក្រនិងក្រុមហ៊ុនឯកជនដែលទទួលបានសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលជាបញ្ហារ៉ាំរ៉ៃរាប់ទសវត្សរ៍ការរំលោភយកដីធ្លីការបណ្ដេញចេញដោយគ្មានសំណងសមរម្យនិងការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីបង្ក្រាបអ្នកតវ៉ាដីធ្លីគឺជាទស្សនវិជ្ជាដ៏ឈឺចាប់មួយក្នុងសង្គម3ការបំផ្លាញធនធានធម្មជាតិនិងព្រៃឈើទោះបីជាមានច្បាប់ការពារក៏ដោយប៉ុន្តែការកាប់ឈើខុសច្បាប់ក្នុងតំបន់ការពារដូចជាព្រៃឡង់នៅតែបន្តកើតមានក្រមរូបភាពអាជីវកម្មខ្នាតធំការរំលោភយកដីព្រៃឈើការរំលោភយកដីព្រៃឈើធ្វើជាកម្មសិទ្ធិឯកជននិងការបាត់បង់ជម្រកសត្វព្រៃកំពុងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីយ៉ាងធ្ងន់ធ្ងរ4បំណុលមីក្រូហិរញ្ញវត្ថុនិងវិបត្តិហិរញ្ញវត្ថុគ្រួសារកម្ពុជាមានអត្រាជំពាក់បំណុលគ្រួសារខ្ពស់បំផុតមួយពលរដ្ឋជាច្រើនជាពិសេសនៅជនបទបានយកប្លង់ដីទៅបញ្ចាំដើម្បីខ្ចីបំណុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅពេលសេដ្ឋកិច្ចធ្លាក់ចុះពួកគេប្រឈមនឹងការលក់ដីធ្លីឬបង្ខំចិត្តចំណាក់ស្រុកទាំងប្រថុយប្រឋានដើម្បីសងបំណុល5ការកើនឡើងនៃល្បែងស៊ីសងនិងកាស៊ីណូអនឡាញការរីកដុះដាលនៃកាស៊ីណូនៅតាមព្រំដែននិងតំបន់សេដ្ឋកិច្ចពិសេសដូចជាក្រុងព្រះសីហនុបាននាំមកនៅបញ្ហាបន្ទាប់បន្សំដូចជាការលាងលុយកខ្វក់ការចាប់ចម្រិតតាមប្រព័ន្ធបច្ចេកវិទ្យានិងក្រុមម៉ាហ្វៀឆ្លងដែនដែលបង្កអសន្តិសុខដល់សង្គម6គម្លាតរវាងអ្នកមាននិងអ្នកក្រអ្នកមានទ្រព្យសម្បត្តិស្រុកស្ដំពុកញ៉ានិងមន្ត្រីជាន់ខ្ពស់រស់នៅក្នុងជីវភាពហឺហាខណៈដែលកម្មករកាត់ដេរនិងកសិករភាគច្រើននៅតែតស៊ូជាមួយប្រាក់ចំណូលទាបដែលមិនទាន់សមស្របនឹងតម្លៃទំនិញនៅលើទីផ្សារដែលកើនឡើងរាល់ថ្ងៃ7ប្រព័ន្ធយុត្តិធម៌និងការអនុវត្តច្បាប់ប្រព័ន្ធតុលាការត្រូវបានគេរិះគន់ថាមាននិន្នាការនយោបាយនិងរងឥទ្ធិពលពីអ្នកមានអំណាចការចាប់ខ្លួនសកម្មជនបរិស្ថានសកម្មជនសិទ្ធិមនុស្សនិងអ្នករិះគន់រាជរដ្ឋាភិបាលជារឿយៗត្រូវបានមើលឃើញថាជាការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំបិទមាត់មតិផ្ទុយ8បញ្ហាគ្រឿងញៀននិងយុវជនការចែកចាយគ្រឿងញៀនបានរីករាលដាលដល់តំបន់ជនបទដាច់ស្រយាលដែលកំពុងបំផ្លាញអនាគតយុវជនកម្ពុជាយ៉ាងច្រើនបើទោះជាមានយុទ្ធនាការបង្ក្រាបប៉ុន្តែប្រភពនៃការនាំចូលនិងមេខ្លោងធំហាក់ដូចជាមិនត្រូវបានលុបបំបាត់ទាំងស្រុងឡើយ9គុណភាពអប់រំនិងធនធានមនុស្សទោះបីជាសិស្សជាប់បាក់ឌុបមានការកើនឡើងប៉ុន្តែគុណភាពនៃការបណ្ដុះបណ្ដាលនៅឧត្តមសិក្សានិងជំនាញបច្ចេកទេសនៅមានកម្រិតនៅឡើយនេះធ្វើឲ្យយុវជនពិបាកប្រកួតប្រជែងការងារជាមួយជនបរទេសឬការងារដែលមានប្រាក់ខែខ្ពស់នាំឲ្យមានការខ្វះខាតធនធានមនុស្សសម្រាប់អភិវឌ្ឍប្រទេសនាពេលអនាគត10ឥទ្ធិពលបរទេសនិងអធិបតេយ្យភាពសេដ្ឋកិច្ចការកើនឡើងនៃឥទ្ធិពលសេដ្ឋកិច្ចពីបរទេសជាពិសេសការវិនិយោគពីប្រទេសចិននាំឲ្យមានការព្រួយបារម្ភអំពីបំណុលបរទេសនិងការបាត់បង់តុល្យភាពក្នុងការសម្រេចចិត្តខាងនយោបាយអន្តរជាតិដែលអាចប៉ះពាល់ដល់ស្ថិរភាពរយៈពេលវែងរបស់ប្រទេសចំណុចទាំងនេះគឺជាទស្សនវិជ្ជាដែលសង្គមកម្ពុជាកំពុងប្រឈម